អត្ថប្រយោជន៍នៃការដើរលេងការដើរលេងមិនមែនដើម្បីតែសប្បាយមួយមុខទេតែវាក៏នាំមកនូវអត្ថប្រយោជន៍ជាច្រើនមិនថាចំពោះបុគ្គលឬដល់សង្គមនោះទេ 1. ដើរលេងធ្វើឲ្យសម្រស់យើងក្មេងជាងវ័យពេលបានដើរលេងយើងនឹងមើលឃើញថាខ្លួនឯងញញឹមច្រើនជាងមុនសើចច្រើនជាងមុនស្រស់ស្រាយច្រើនជាងមុនកត្តានេះធ្វើឲ្យសម្រស់យើងមើលទៅស្រស់ស្អាតចេញពីខាងក្នុងមកដែលមិនចាំបាច់ទៅកែសម្ផស្សនោះទេ 2. ដើរលេងធ្វើឲ្យយើងបាត់ stress នៅពេលដែលយើងបានដើរលេងយើងនឹងមានអារម្មណ៍ថាសប្បាយចិត្តហើយភាពសប្បាយចិត្តនឹងរុញច្រាននៅទុក្ខកង្វល់ឬភាព stress ចេញពីខ្លួនរបស់យើងបើគ្រាន់តែដើរលេងដើម្បីបដូរមកវិញនៅអារម្មណ៍ល្អៗនិងជីវិតមួយដែលរីករាយហេតុអ្វីយើងមិនធ្វើវាតែរាល់ការដើរលេងមិនប្រកាសថាទោះតែចំណាយលុយច្រើនបានដើរលេងសប្បាយនោះទេយើងអាចដើរតាមលទ្ធភាពដែលយើងមានហើយសំខាន់ត្រូវតែចេះឆ្លៀតពេល 3. ដើរលេងជួយបង្កើនប្រសិទ្ធភាពការងារបានកាន់តែល្អដើរលេងធ្វើឲ្យខួរក្បាលយើងស្រឡះជាងមុនអាចគិតអ្វីបានលឿននិងមានគំនិតច្នៃប្រឌិតថ្មីៗច្រើនប្រសិនបើរាល់ថ្ងៃយើងគិតតែពីអង្គុយធ្វើការដោយប្រើខួរក្បាលសួរថាមានគំនិតច្នៃប្រឌិតឯណាដែលចេះតែគិតឃើញរហូតនោះខួរក្បាលក៏ចេះហត់ខួរក្បាលក៏ត្រូវការសម្រាកខ្លះដែរអញ្ចឹងសម្រាប់អ្នកដែលប្រឹងប្រែងធ្វើការអត់មានពេលដើរលេងលំហែខួរក្បាលសោះប្រចាំតែថ្ងៃណាមួយខួរក្បាលលេងសហការតិចថាស្លន់និយាយនេះមិនមែនបំភ័យទេគ្រាន់តែប្រាប់ឲ្យពិចារណាប៉ុណ្ណោះ